ជំរាបសួរបងប្អូនប្រុសស្រីទាំងអស់គ្នាជួបជាមួយនឹងនាងខ្ញុំទួយស៊ីណូនថ្ងៃនេះបងប្អូនខ្ញុំយកពាក្យថ្មីមកទៀតមកចែករំលែកដល់បងប្អូនប្រុសស្រីដែលចូលចិត្តរៀនភាសាអង់គ្លេសជាមួយនឹងនាងខ្ញុំទួយស៊ីណូនថ្ងៃនេះបងប្អូនពាក្យដែលថាតាក់ទងនិងពាក្យថាសំខាន់អូខេ important អូខេ important ហ្នឹងគឺថាអ្វីដែលថាសំខាន់ណាហើយពាក្យផ្សេងទៀតនៅក្នុងភាសាអង់គ្លេសដែលបងប្អូនអាចយកមកប្រើប្រាស់ហើយវាមានន័យដូចគ្នានឹងពាក្យថា important ហ្នឹងគឺថាសំខាន់ឥឡូវនេះបងប្អូនមើលនៅក្នុងអេក្រង់របស់នាងខ្ញុំតើពាក្យអ្វីខ្លះដែលបងប្អូនអាចយកមកប្រើប្រាស់ហើយវាមានន័យដូចគ្នានឹងពាក្យសំខាន់នឹងឬមួយ important អូខេពាក្យទី1 significant អានឹងពាក្យទី1ខ្ញុំចែករំលែកchoបងប្អូន significant អូខេ4ព្យាង្គ significant it is significant okay the significant staff ឬមួយ significant individual need to stay behind so that you can help others significant ពាក្យទី2 crucial okay it is crucial that you follow the procedures វាសំខាន់មែនតើដែលថាអ្នក follow តែថាធ្វើតាម procedure អ្វីដែលថាគេមានបែបបបរបស់គេធ្វើតាមគេហ្នឹងit is crucial that you follow the process ឬមួយ the procedure okay significant ឬមួយ crucial ពាក្យទី3បងប្អូន vital okay it is vital that you seek a doctor's advice ឬមួយ an expert advice before you act on it or before you decide what you want to do it is vital okay vital អាហ្នឹងគឺថា vital អាហ្នឹងសំខាន់ដែរពាក្យទី4បងប្អូន essential វា s ណាប៉ុន្តែគាត់ថាពាក្យហ្នឹងដល់ពេលយើងបញ្ចេញសូរសោនសំឡេងគឺថា essential it is essential that you do what you need to do in order for you to survive okay or យើងអាចនិយាយថា all the essential staff need to stay behind ពាក្យ essential ហ្នឹងគឺថាមានន័យដូចគ្នានឹង important ដែរបងប្អូន essential all the essentials what let me see canned goods ឬមួយ essential staff ឬមួយ essential things that you need in order for you to survive like first aid kit ឬមួយ water okay essential ហ្នឹងគឺថាអ្វីដែលសំខាន់ okay like essential staff បុគ្គលិកដែលថាសំខាន់អានេះ essential staff ពាក្យអស់នេះ essential ឬមួយ crucial ឬមួយ significant អីនេះបងប្អូន vital នេះយើងអាចប្រើពាក្យហ្នឹងគឺថាជា adjective អូខេគុណនាមឥឡូវមួយទៀត urgent អូខេឬមួយ necessity ពាក្យអស់នេះបងប្អូនគឺថាវាមានន័យសំខាន់នៅក្នុងពាក្យទៅថាយើងអាចប្រើប្រាស់ឬមួយជំនួសពាក្យ important អូខេអានេះគ្រាន់ថាពាក្យខ្លះដែលថាបងប្អូនអាចយកទៅប្រើប្រាស់ឬមួយជំនួសនឹងពាក្យ important អូខេម្ដងទៀតបងប្អូនទី1 significant ទី2អូខេ crucial ទី3 vital ទី4 essential ដែលពាក្យមួយទៀតដែលថាខ្ញុំភ្លេចគឺថា pertinent អូខេអាហ្នឹងក៏មានន័យសំខាន់ដែរបងប្អូនsomething that's urgent meaning you have to act on it right away you cannot wait okay like you go to urgent care if you are in need of medical treatment ឬមួយ medical care you need medical care you recover okay urgent okay ឬមួយ necessity okay these are all words that are very important that you can use យកទៅជំនួសនឹងពាក្យ important ពាក្យទាំងអស់នេះសង្ឃឹមថាបងប្អូនរៀនបានច្រើនពីនាងខ្ញុំហើយ pronunciation ការបញ្ចេញសូរសោនសំឡេងរបស់វានីមួយអរគុណច្រើនបងប្អូនសូមបងប្អូនជួយចែករំលែកវីដេអូនាងខ្ញុំទៅដល់អ្នកផ្សេងទៀតដើម្បីគេរៀនភាសាអង់គ្លេសជាមួយនឹងនាងខ្ញុំទូចស៊ីណូនហើយសូមបងប្អូន follow នាងខ្ញុំដើម្បីបានវីដេអូថ្មីទៀតហើយសូមបងប្អូនជួយចែក share ចែករំលែកវីដេអូនាងខ្ញុំទៅដល់អ្នកផ្សេងទៀត